សូមផ្ញើវីដេអូនេះជូនទៅដល់បងអូនស្រីតារាសំដែងគឺបងអូនស្រីយូប៊ីនបាទបើតាមកន្លងមកបងក៏ធ្លាប់ស្គាល់បងអូនបងក៏ធ្លាប់ធ្វើកិច្ចសម្ភាសក្នុងនីតិសិល្បៈផងបងសម្ភាសបងអូនដែរដោយបងឃើញវីដេអូមួយគេនិយាយក៏ដូចជាឃើញគេកាត់នៅសម្លេងរបស់បងអូនតាក់ទងនឹងការប្តឹងអ្នកជេរប្រមាថបងអូននៅក្នុងបណ្ដាញសង្គមការដែលបងអូនចេញវីដេអូមានខាង MMO គេកាត់ខ្លះខ្លីខ្លះទៅកាត់វែងខ្លះទៅវាអត់ពេញពាក្យដែលបងអូននិយាយដូច្នោះហើយក៏មានអ្នកខ្លះក៏គេរិះគន់ចំពោះបងអូនចំពោះបងក្នុងនាមបងជាអ្នកសិល្បៈអាចថាបងគឺជាសិល្បៈរៀមច្បងរបស់បងអូនម្នាក់ទៅចោះដែលបងក៏ចាប់ផ្នែកបញ្ញាបត្រសំទោសបញ្ញាបត្រច្បាប់ក៏ចាប់បញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈក៏ចាប់បងចង់ផ្ដល់ជាមតិយោបល់ជូនបងអូនថាក្នុងនាមយើងជាអ្នកសិល្បៈជាពិសេសមនុស្សផងមហាជនបងចង់ឲ្យបងអូនបើកចិត្តឲ្យទលាយកុំស្ដាប់តែម្ខាងកុំមើលតែមួយជ្រុងកុំធ្វើការសម្រេចចិត្តភ្លាមនៅក្នុងបណ្ដាញសង្គមនេះយើងជាអ្នកសិល្បៈត្រូវរៀនអភ័យឲ្យមនុស្សជុំវិញខ្លួនឲ្យបានច្រើនរៀនអភ័យដល់ណាអ្នកដែលតូចទាបជាងយើងឬក៏រៀនអភ័យអ្នកដែលមានកំហុសដាក់យើងកាលណាដែលបងសុំបើកវងកញ្ចក់ប្រាប់បងអូនតិចដែលហៅថាពាក្យបណ្ដឹងនេះវាតែងតែមានឈ្នះនិងចាញ់ហើយក៏ប៉ុន្តែពាក្យបណ្ដឹងវាមិនងាយស្រួលដូចអ្វីដែលបងអូនគិតអត់ដែលមិនងាយស្រួលដូចអូនគិតនោះទេហើយបើបងអូនប្តឹងចំពោះអ្នកណាបងមិនដឹងតែបើបងអូនប្តឹងចំពោះមហាជនឬក៏ fan ដែលមាក់ងាយជេរប្រមាថមកលើបងអូនជាការសំណូមពរបងថាមិនឲ្យបងអូនប្តឹងទេអានេះក្នុងនាមបងបើបងអូនគិតថាបងជាបងប្រុសអូនឯងឬក៏បងស្រីអូនឯងចាប់ទុកបងជាមនុស្សបែបណាក៏បានអូនឯងកុំប្តឹងកាលណាដែលបងអូនប្តឹងមហាជនប្តឹងអ្នករិះគន់បងអូននោះតម្លៃនៃកិត្តិយសរបស់យើងវាកាន់តែធ្លាក់ហើយបងមិនដឹងថាបងអូនស្ដាប់តាមយោបល់អ្នកណាដើម្បីគេឲ្យបងអូនប្តឹងទេបងមិនដឹងទេប៉ុន្តែជាការសំណូមពរបងសូមឲ្យបងអូនកុំប្តឹងបងយល់ថានេះគឺជាកលៈទេសៈដែលត្រូវប្រទេសយើងត្រូវបានចោលសៀមឈានពៀនហើយបងអូនក៏បានលើកឡើងថាអត់ប្តឹងពេលនេះទេតោះតែចាប់សង្គ្រាមបានបងអូនឲ្យមេធាវីវែកញែករឿងនេះតែបងសូមជំរាបបងអូនថានេះក្នុងបងនិយាយនេះក្នុងនាមបងជាអ្នកសិល្បៈដូចគ្នាហើយក៏ក្នុងនាមជាអ្នកសារព័ត៌មានមួយរូបណាអូនណាអញ្ចឹងបងសូមឲ្យអូនកុំប្តឹងអីបើកាលណារឿងនេះវាកាន់តែវែងឆ្ងាយវាអត់អីចំណេញទេអូនខាត់ពេលវេលាបងអូនខាត់ពេលវេលាខាត់លុយកាក់ខាត់គំនិតខួរក្បាលយើងវាអត់ល្អនៅពេលដែលយើងគិតតែរឿងមិនដឹងគិតតែរឿងនេះរឿងនោះអត់ល្អទេបងចង់ឲ្យបងអូនរៀនចៅបើកចិត្តឲ្យទលាយចំពោះមនុស្សជុំវិញខ្លួនសូមឲ្យបងអូនបើកចិត្តទលាយហើយទទួលយកថាបើអ្នកនោះគាត់ជេរប្រមាថបងអូនយើងគិតតាមបាបអូនទៅអូនគិតថាបើអ្នកឯងប្រមាថខ្ញុំអ្នកឯងនឹងទទួលយកនៅថ្ងៃណាមួយផលកម្មអ្នកឯងប្រមាថខ្ញុំនឹងអ្នកឯងទទួលយកយើងគិតជាបាបបងគេថាអ្នកណាសាងអីបាននោះអញ្ចឹងណាអូនបងគិតឲ្យអូនឯងបើកចិត្តទលាយបងធ្វើនេះដើម្បីការពារកិត្តិយសជួយដល់ប្អូនក្នុងការដែលប្អូនក្នុងនាមអ្នកសិល្បៈបងឃើញកន្លងមកគឺប្អូនធ្លាប់ជួយបានកិច្ចការងារសង្គមមួយច្រើនជាច្រើនតាក់ទងនឹងវិស័យសិល្បៈវប្បធម៌ប្អូនជួយលក្ខណៈថាដូចថាជាការរៀបចំសម្លៀកបំពាក់ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិនោះបងឃើញទទួលស្គាល់ប្អូនក៏ប៉ុន្តែរឿងនៃការប្តឹងផ្តល់នេះវាជារឿងមួយដែលវារឿងដែលយើងមិនត្រូវតែធ្វើគឺរឿងនោះដូចបងគិតថាវាមិនត្រូវឲ្យបងអូនធ្វើទេពីព្រោះអីអ្វីដែលអូនអហោសកម្មឲ្យគេអហោសកម្មទៅបងអូនអ្វីដែលបងអូនអភ័យឲ្យមនុស្សជំនាញខ្លួនអភ័យទៅអូនសេចក្តីសុខផ្លូវចិត្តបងនិយាយនេះបងមិនមែនកាន់ជើងអ្នកជេរប្រមាថបងអូនទេបងមិនគ្រប់គ្រងរាល់ការជេរប្រមាថដែលសុកគេមកជេរប្រមាថយើងអត់ទេបងក៏ធ្លាប់ប៉ះពាល់ជាមួយអ្នកណាអ្នកនៅជុំវិញខ្លួនដែរតែតើតាគេ
ពួកអីដែលមិនល្អបានបងជេអានឹងរឿងផបងណាបើគេអ្នកណាសុកស្រាប់តែប្អូនជាមនុស្សស្រីម្នាក់ស្រាប់តែគេមកជេប្អូនហើយប្អូនរងការអយុត្តិធម៌ហើយប្អូនចង់ប្តឹងគេបងគិតថាបើអូនត្រូវបានគេប្រមាថជេប្អូនយកការជេប្រមាថអ្នកនោះយកមកទុកក្នុងចិត្តឬក៏ប្អូនយកទៅបោះចោលហើយបើទុកក្នុងចិត្តប្អូនត្រូវតែគិតថាចេះគឺយើងអត់បានទៅប៉ះពីអីគេទេអីក៏គេមកជេរប្រមាថបើគេជេរប្រមាថយើងក៏ជេរទៅចោះសូមឲ្យយើងអស់កម្មពៀក្នុងជាមួយគ្នាចិត្តនឹងហើយប្អូនហៅសកម្មឲ្យគេចោះអញ្ចឹងណាប្អូនណាហើយបើប្អូនបោះចោលរត់ទៅល្អបើគេជេរអញជេរទៅអត់អីទេអញជេរអស់ចិត្តអញជេរចោះអញ្ចឹងសំខាន់កុំឲ្យតែគេដាក់ពាក្យបណ្ដឹងយើងបើខ្ញុំអត់គ្រប់គ្រងឲ្យមានការជេរប្រមាថចំពោះអ្នកសិល្បៈទេអញ្ចឹងកន្លងមកក៏មានការវិនិច្ឆ័យមួយភ្លាមវិនិច្ឆ័យបែបណាវិនិច្ឆ័យគ្រាន់តែឃើញរូបភាពខាងក្រៅគឺនាំគ្នាជេរតគ្នាគ្រាន់តែអានចំណងជើងអត់អានអត្ថបទទេអ្នកខ្លះអានតែចំណងជើងទេតែអត់អានអត្ថបទទេជេរយកខ្ញុំធ្លាប់ខ្ញុំមកដល់មកនេះបទពិសោធន៍ខ្ញុំអាចថាច្រើនជាងប្អូនគេហៅថាសៃវៀនបណ្ដាញសង្គមនេះបើនិយាយទៅខ្ញុំដូចអ្នកវាយបុកនឹងឡើងអស់ទោះហើយឡើងសៃវៀនរហូតតែហេតុអីក៏បងនៅតែឈ្នះហេតុអីក៏បងនៅទទួលបានភាពជោគជ័យដោយសារការរងាប់ចិត្តរងាប់អារម្មណ៍ពេលខ្លះទៅបងឆ្លោះគ្នាមួយគេបងរកប្តឹងគេនៅពេលដែលឃើញគេទឹកភ្នែកទឹកសបោគេមកសម្របសម្រួលយើងឬក៏មើលតែគេទៅនិយាយថាបងមើលទៅវាមិនចំណេញមើលទៅវាមិនឆ្លោះគ្នាអត់ដែលមានចំណេញទេអូនវាគ្រាន់តែបាននឹងឈ្នះតែតម្រាំបានឈ្នះវាពិបាកណាស់អញ្ចឹងបងសូមសំណូមពរប្អូនថាក្នុងនាមប្អូនជាស្ត្រីខ្មែរមួយរូបប្អូនបានជួយសង្គមជាតិច្រើនហើយអ្វីដែលអភ័យប្អូនអភ័យឲ្យគេចាស់ណាអូនណាហើយបើបងនិយាយនេះនិយាយទៅវាខ្វះខាតឬគ្រោះត្រង់ចំណុចណាប្អូនក៏ខន្តីអភ័យទោសបងផងបងនិយាយនេះក្នុងនាមបងជារៀមច្បងម្នាក់ណែនាំថាបងមិនចង់ឲ្យអូនមានពាក្យបណ្ដឹងទេហើយបើសិនក្នុងករណីណាមួយដែលគេយករូបភាពប្អូនទៅផុសជាសាធារណៈហើយជេរនៅពីអាភាសណាមួយជារូបភាពជាលាយលក្ខណ៍អក្សរដោយជេរប្រមាថចេញមុខចំមានឈ្មោះអូនមានរូបថតអីគ្រប់បែបយ៉ាងទាំងអស់នេះប្អូនបងគ្រប់គ្រងឲ្យប្អូនដាក់ពាក្យបណ្ដឹងក៏ប៉ុន្តែបើគាត់តែគេទៅសេជេរប្អូនអញ្ចឹងប្អូនអ្វីបិទភ្នែកខ្លះបិទភ្នែកចោលទៅអូនចាប់ទុកថាដើរនៅក្នុងសង្គមមួយនេះវាមានខ្ជុះមានភ្លៀងតែបន្ទាប់ពីខ្ជុះភ្លៀងហើយគឺចាប់ហើយជាងយើងកំវែងឆ្ងាយទៀតហើយបងសូមគ្រប់គ្រងសកម្មភាពប្អូនបន្តដើម្បីជួយជាតិមាតុភូមិយើងជួយវរៈកងទ័ពយើងជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយើងឲ្យបានល្អគង់វង្សនេះគឺជាការប្រសើរណាស់ហ្នឹងហើយបើសិនជាអូនអភ័យបានក៏អូនអភ័យទៅអានេះបងគ្រាន់តែជាការសនំពោទេអូនណាបើអូនធ្វើបានក៏ធ្វើទៅហើយបើអូនធ្វើមិនបានក៏បងមិនមានសិទ្ធអីទៅហាមឃាត់បងដែរតែក្នុងបណ្ដាញសង្គមមួយនេះបងចង់ឲ្យបងអូនកុំអីល្អជាងអានេះជាក្នុងនាមបងជាមនុស្សម្នាក់នៅក្នុងសង្គមដែលបងធ្លាប់ឆ្លងកាត់ការប្តឹងការផ្ដាល់ការជេរប្រមាថការតេះឌីលមកលើបងគ្រប់បែបយ៉ាងអីគឺបងមកដល់ពេលហ្នឹងអូនសួរថានៅតុលាការដែលបងទៅជេរដែលទៅប្តឹងគេរឿងពាក្យគេជេរប្រមាថបងឯងបងអត់ដែលប្តឹងគេទេអ្នកខ្លះយករូបថតបងទៅផុសជេរបងផងបងតែងអភ័យឲ្យមនុស្សជុំវិញខ្លួនអភ័យរហូតគេឌីលថាបងគឺជាមនុស្សអន់ជាមនុស្សកំសាករហូតមានអ្នកខ្លះគេឌីលបងសតាញីអីចឹងតែបងអត់ទេអូនភាពឈ្នះមិនមែនជាការប្តឹងផ្ដាល់ដែលថាការមនុស្សដែលយើងឈ្នះតែយើងចូលឈ្នះចិត្តមនុស្សជុំវិញខ្លួនហើយគឺបងអូនឈ្នះបានគ្រប់យ៉ាងតែបើបងអូនគ្រាន់តែឈ្នះការប្តឹងផ្ដាល់វាគ្រាន់តែឈ្នះមួយចំណុចតែប៉ុណ្ណោះតែបងអូនមិនអាចឈ្នះគ្រប់យ៉ាងបានទេបងមានតែប៉ុណ្្នឹងទេនិយាយទៅយូរនាទីដែរអញ្ចឹងបើមានអីចាំបងអូនឆាតមកបងក៏បានឬក៏បងអូនចូលខមមិនបងក៏បានដែរណាអូនណាអរគុណច្រើនជូនពរសុខសប្បាយបងប្អូនអ្នកគ្រប់គ្រងទាំងអស់ឲ្យសុខសប្បាយទាំងអស់គ្នាបានអរគុណ